តាមរយៈការធ្វើបទបង្ហាញរបស់វាគ្មិនយើងនៅក្នុងនេះយើងមានវាគ្មិនយើង3រូបចា2វាគ្មិនជាស្ត្រីបាត់ហើយចាចឹងខ្ញុំកន្លែងនេះខ្ញុំមានមោទនភាពចាខ្ញុំមានមោទនភាពមួយទៀតក្នុងនាមជាស្ត្រីដូចគ្នាចាឥឡូវនេះមានមោទនភាពមួយទៀតគឺមោទនភាពក្នុងនាមជាស្ត្រីមួយរូបដែរជាស្ត្រីថ្នាក់ដឹកនាំមួយរូបដែលមានមន្ត្រីរបស់យើងដែលមានជំនាញរបស់យើងជាស្ត្រីចាហើយតាមរយៈបទបង្ហាញនេះយើងឃើញថាslide នេះតិចទេរយៈពេលនៃការផ្ដល់ slide 12នាទី16នាទីប៉ុន្តែរយៈពេលនៃការអនុវត្តហ្នឹងមិនមែន9ខែទេចាបទពិសោធន៍នេះមិនមែន9ខែទេរាប់ឆ្នាំហើយបើគិតជាអតីតភាពការងារគាត់គឺយូរហើយចាយូរហើយចាហើយខ្ញុំមានមោទនភាពនៅពេលដែលឃើញពួកគាត់ឡើងមកហើយទៅចែកយ៉ាងមានមោទនភាពអាចនឹងនៅក្នុងនាមស្ត្រីហើយក៏ឃើញថ្នាក់ដឹកនាំរបស់យើងឃើញមន្ត្រីរបស់យើងជាស្ត្រីត្បិតតែនៅតាមតួលេខនេះដែលអាដាមអគ្គរដ្ឋបាលលោកបានលើកក្រសួងសរុបមានមន្ត្រីសរុប2569នាក់ស្ត្រីតែ607ទេបើគិតជាភាគរយ23%ចាហើយបើនៅទីស្តីការក្រសួងយើងមន្ត្រីរាជការក្នុងក្របខ័ណ្ឌ737រូបចាក្នុងនោះស្ត្រីតែ170រូបចាអញ្ចឹងបើគិតជាភាគរយក៏23%ប៉ុន្តែសួរថា23%នេះយ៉ាងម៉េចដែរគុណសម្បត្តិរូបសម្បត្តិសមត្ថភាពគឺមានទាំងអស់ចាហើយឈរធ្វើបទបង្ហាញជូនអាដាមលោកជំទាវលោកស្រីនៅទីនេះយ៉ាងមានភាពជឿជាក់នៅក្នុងការងាររបស់ខ្លួនចានេះជាមោទនភាពរបស់ខ្ញុំមួយទៀតនៅក្នុងការរួមចំណែកនៅក្នុងក្រសួងនេះចា